អ្នកដេញកូនមយុរាតើគេទាំងពីរអ្នកណៃណាដោយសារគេនៅលើភ្នំនាគដេកដូច្នេះក៏មានរហស្សនាមលោកគ្រូនាគដេកស្ដាយនេះច្រើនឆ្នាំមកនេះមិត្តភ័ក្តិដែលនៅក្បែរខ្លួនគេសិតតែដើររកម្ចាស់រៀងខ្លួនខ្លះរកឆាវខ្លះរកយានសាវឬក៏កុកសុនចានមានតែខុងមីទីដែលនៅតំបន់ព្រៃភ្នំរស់នៅក្នុងខ្ទមមិនទៅណាសោះថ្ងៃនេះខ្ញុំបានជួបអ្នកប្រកែម្នាក់ខ្ញុំលំបាកណាស់ទើបអាចចាប់គេមកសំណាក់របស់យើងបានអ្នកពូកែអ្នកណាទៅកូនមយុរាផានថងផានស៊ឺយៀន